សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកតារាសម្ដែងកូរ៉េម្នាក់ទៀតមកនិយាយគឺប៉ាក់សូជូនតើអ្នកគិតថាអ្នកស្គាល់ប៉ាក់សូជូនល្អហើយតែជីវិតពិតរបស់គាត់ក្រោយកាមេរ៉ាអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលពីភាពល្បីល្បាញដល់អ្វីដែលគេមិននិយាយមានរឿងជាច្រើនដែលអ្នកគាំទ្រមិនធ្លាប់ឃើញថ្ងៃនេះយើងនឹងបង្ហាញការពិតដែលលាក់ខ្លួនពីក្រោយប៉ាក់សូជូនអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានរឿងនេះទាំងអស់គ្នាភាពល្បីល្បាញភាគច្រើនមើលទៅស្អាតពីខាងក្រៅប៉ុន្តែរឿងរ៉ាវរបស់ប៉ាក់សូជូនបង្ហាញថាសូម្បីតែតារាដែលមនុស្សគ្រប់គ្នាគោរពក៏នៅតែដើរឆ្លងកាត់ភាពលំបាកនិងស្រមោលដែលអ្នកទស្សនាមិនដែលបានឃើញដែរឈ្មោះរបស់គាត់ពីជីវិតស្ងប់ស្ងាត់រហូតដល់ក្លាយជាតារាល្បីលំដាប់អន្តរជាតិមើលទៅដូចជាគ្មានកំហុសអ្វីទេប៉ុន្តែពីក្រោយភាពស្រស់ស្អាតនោះមានការនិយាយលើសលប់ការរងសម្ពាធនិងការពិភាក្សាចម្រូងចម្រាសជាច្រើនដែលបានផ្លាស់ប្ដូរជីវិតរបស់គាត់យ៉ាងខ្លាំងមានពាក្យចចាមអារាមអំពីទំនាក់ទំនងសម្ងាត់និងការជជែកគ្នាខ្លាំងៗពេលគាត់ចូល Hollywood និងមានពេលខ្លះសកម្មភាពសាធារណៈដែលត្រូវបានយល់ខុសទាំងអស់នេះបង្កើតភាពតានតឹងរវាងអ្វីដែលជាខ្លួនគាត់ពិតនិងអ្វីដែលសាធារណជនរំពឹងលើគាត់ដំណើរនេះនឹងបង្ហាញអំពីការលំបាកដែលគេមិនសូវឃើញចំណុចផ្លាស់ប្ដូរដ៏សំខាន់និងភាពងាយរងរបួសរបស់បុរសម្នាក់ដែលកំពុងដើរឆ្លងកាត់ភាពល្បីល្បាញដែលមានសម្ពាធខ្លាំងបំផុតដំណើររបស់ប៉ាក់សូជូនបង្ហាញពីបុរសវ័យក្មេងម្នាក់ដែលត្រូវបានបង្កើតឡើងដោយការខិតខំជាប់លាប់មិនមែនជាការល្បីភ្លាមឡើយគាត់កើតនៅឆ្នាំ1988នៅប្រទេសកូរ៉េខាងត្បូងនិងធំឡើងក្នុងបរិយាកាសស្ងប់ស្ងាត់មិនសូវពាក់ព័ន្ធនឹងពិភពសិល្បៈឡើយមុនពេលចូលវិស័យកម្សាន្តគាត់បានបំពេញកាតព្វកិច្ចយោធារបស់ប្រទេសកូរ៉េខាងត្បូងរួចមុនគេគាត់បានបម្រើជាតិពីឆ្នាំ2008ដល់ឆ្នាំ2010ដែលធ្វើឲ្យគាត់មានភាពពេញវ័យនិងការគិតច្បាស់លាស់មុនពេលចាប់ផ្ដើមអាជីពសម្ដែងក្រោយពីត្រឡប់មកវិញការចាប់ផ្ដើមក្នុងវិស័យសម្ដែងមិនមែនងាយស្រួលទេគាត់ចាប់ផ្ដើមពីវីដេអូចម្រៀងនិងតួនាទីតូចតាចដែលមិនទាន់បង្ហាញសមត្ថភាពពេញលេញរបស់គាត់ឡើយប៉ុន្តែមនុស្សជុំវិញគាត់បានកត់សម្គាល់ថាគាត់ជាមនុស្សដែលសិក្សាស្គ្រីបយ៉ាងលម្អិតហើយហាត់និយាយជាញឹកញាប់ដូចជាកំពុងព្យាយាមយល់អារម្មណ៍និងហេតុផលនៅពីក្រោយតួអង្គនីមួយៗនៅពេលឱកាសចាប់ផ្ដើមមកដល់គាត់ទទួលបានតួនាទីដែលទាមទារឲ្យគាត់បញ្ចូលរវាងជីវិតពិតស្ងប់ស្ងាត់របស់គាត់និងតួអង្គដែលមានអារម្មណ៍ខ្លាំងនិងមានភាពសកម្មជាងខ្លួនគាត់ទស្សនិកជនបានស្គាល់គាត់តាមរយៈរឿងដូចជា Kill Me, Heal Me និង She Was Pretty ដែលជារឿងដែលធ្វើឲ្យគាត់ក្លាយជាល្បីឈ្មោះនៅក្នុងចិត្តអ្នកទស្សនាជាច្រើនតួអង្គរបស់គាត់ក្នុងរឿងទាំងនោះមានភាពតាក់ទាញមានអារម្មណ៍កំប្លែងប៉ុន្តែរបាយការណ៍ពីក្រោយឆាកបានបង្ហាញថាគាត់ជាមនុស្សគោរពអ្នកដទៃស្ងប់ស្ងាត់និងមានការគិតជ្រាលជ្រៅជាងតួអង្គដែលគាត់សម្ដែងការកើនឡើងនៃកេរ្តិ៍ឈ្មោះរបស់គាត់បានកាន់តែខ្លាំងជាមួយនឹងរឿងដែលបានផ្លាស់ប្ដូររូបភាពសាធារណៈរបស់គាត់យ៉ាងច្បាស់គឺ What's Wrong with Secretary Kim គាត់ដើរតួជា CEO ដែលមានអារម្មណ៍ថាខ្លួនឯងសំខាន់ខ្លាំងនិងមានភាពមោទនភាពខ្លួនឯងខ្ពស់ប៉ុន្តែអ្នកដែលតាមដានអាកប្បកិរិយារបស់គាត់ក្រោយឆាកមិនឃើញសញ្ញាណាមួយនៃភាពក្រអឹតក្រទមនោះឡើយគាត់នៅតែប្រុងប្រយ័ត្នពេលផ្ដល់បទសម្ភាសន៍មិនសូវនិយាយអំពីខ្លួនឯងទេអ្នកគាំទ្រមានការចាប់អារម្មណ៍ថាតើអ្វីទៅដែលធ្វើឲ្យមនុស្សម្នាក់ដែលស្រមៃថាសាមញ្ញនិងមានភាពទន់ភ្លន់អាចសម្ដែងតួអង្គដែលពោពេញដោយអារម្មណ៍មោទនភាពបានយ៉ាងល្អបែបនេះអ្នកសារព័ត៌មានក្នុងវិស័យកម្សាន្តក៏បានលើកឡើងថាភាពខុសគ្នានេះអាចកើតបានតែពីការសង្កេតយ៉ាងហ្មត់ចត់និងការហាត់សមយ៉ាងខ្លាំងតែប៉ុណ្ណោះដែលបានធ្វើឲ្យគាត់កាន់តែត្រូវបានគេចាត់ទុកថាជាតារាសម្ដែងដែលមានវិជ្ជាជីវៈខ្ពស់មិនមែនត្រឹមតែតារាល្បីធម្មតាទេក្នុងអំឡុងពេលដំបូងនៃភាពល្បីល្បាញនេះក៏មានអ្វីមួយផ្សេងទៀតកើតឡើងដែរគឺអារម្មណ៍នៃការទទួលខុសត្រូវដែលកាន់តែខ្លាំងឡើងដោយសារគាត់បានបញ្ចប់កាតព្វកិច្ចយោធារួចមុនពេលចូលវិស័យសិល្បៈគាត់មិនបានជួបការផ្អាកអាជីពដោយតារាប្រុសជាច្រើនទេផ្ទុយទៅវិញគាត់អាចបន្តកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនបានយ៉ាងរលូនទោះជាយ៉ាងណាការកើនឡើងនេះក៏នាំមកនូវសម្ពាធផងដែរគាត់ធ្លាប់និយាយអំពីអារម្មណ៍សម្ពាធក្នុងការរស់នៅតាមការរំពឹងទុករបស់មហាជនទស្សនិកជនចាប់ផ្ដើមកត់សម្គាល់ថារាល់ពេលដែលគាត់សម្ដែងបានល្អការរំពឹងទុកលើការងារបន្ទាប់របស់គាត់ក៏កាន់តែខ្ពស់ឡើងដែរទោះបីជាកេរ្តិ៍ឈ្មោះរបស់គាត់កាន់តែខ្ពស់ធ្វើឲ្យមនុស្សជាច្រើនកាន់តែចង់ដឹងអំពីគាត់អ្នកសារព័ត៌មានព្យាយាមស្វែងរកកំហុសឬរឿងអតីតកាលប៉ុន្តែมันមានអ្វីចេញមកឡើយតារាសម្ដែងខ្លះតែងតែពិពណ៌នាគាត់ថាជាមនុស្សមានវិជ្ជាជីវៈនិងគោរពអ្នកដទៃ
ខណៈអ្នកដឹកនាំរឿងក៏សរសើរថាគាត់តែងតែហាត់សមលើសពីអ្វីដែលពួកគេត្រូវការភាពខុសគ្នានេះបានបង្កើតភាពចម្លែកមួយដែលធ្វើឲ្យគាត់កាន់តែមានភាពតាក់ទាញមនុស្សម្នាក់ដែលអាចសម្ដែងភាពជឿជាក់លើឆាកប៉ុន្តែជីវិតពិតវិញពោរពេញដោយភាពស្ងប់ស្ងាត់ការគិតនិងការប្រុងប្រយ័ត្នដល់ចុងក្រោយនៃដំណាក់កាលដំបូងនៃអាជីពរបស់គាត់មនុស្សជាច្រើនគិតថាពួកគេស្គាល់គាត់ហើយប៉ុន្តែពីក្រោយរូបភាពស្រស់សង្ហានៅលើអេក្រង់និងអាកប្បកិរិយាសុភាពនៅក្នុងបទសម្ភាសន៍មានមនុស្សម្នាក់ដែលស្មុគស្មាញកំពុងលេចឡើងដំណាក់កាលដំបូងនៃភាពលំបាករបស់គាត់មិនមែនជា scandal ធំៗឬរឿងអាស្រូវដែលគេនិយាយច្រើននោះទេប៉ុន្តែជាការប្រឈមដែលមើលមិនឃើញដូចជាការរំពឹងទុកពីមហាជនភាពឯកជននិងគម្លាតកាន់តែធំរវាងតួអង្គដែលគាត់សម្ដែងនិងជីវិតពិតដែលទស្សនិកជនគិតមកលើគាត់គម្លាតនេះកាន់តែធំឡើងនៅពេលដែលភាពល្បីល្បាញក៏កាន់តែកើនខ្លាំងនិងនៅពេលតួនាទីថ្មីៗនាំគាត់ទៅកាន់កម្រិតអន្តរជាតិទន្ទឹមនឹងនេះមហាជនចាប់ផ្ដើមមើលគាត់មិនត្រឹមតែជាតារាសម្ដែងទេប៉ុន្តែថែមទាំងសង្កេតលើទំនាក់ទំនងជីវិតផ្ទាល់ខ្លួនមិត្តភាពនិងការសម្រេចចិត្តនានាក្នុងឧស្សាហកម្មមួយដែលពាក្យចចាមអារ៉ាមតែមួយក៏អាចផ្លាស់ប្ដូររូបភាពអាជីពទាំងមូលបាននៅពេលបេក្ខជនឈានចូលដំណាក់កាលដែលកំណត់ភាពជោគជ័យខ្ពស់បំផុតនៃអាជីពរបស់គាត់ភាពល្បីល្បាញមិនត្រឹមតែនាំមកនូវឱកាសទេប៉ុន្តែថែមទាំងនាំមកនូវការតាមដានយ៉ាងខ្លាំងលើជីវិតរបស់គាត់ផងដែរបន្ទាប់ពីភាពជោគជ័យធំៗដូចជា Fight for My Way ទស្សនិកជននៅទូទាំងអាស៊ីបានចាប់ផ្ដើមមើលគាត់ថាជាតួអង្គមនុស្សធម្មតាដែលអាចបង្ហាញទាំងភាពទន់ភ្លន់និងការតស៊ូយ៉ាងពិតប្រាកដប៉ុន្តែការល្បីល្បាញទូទាំងពិភពលោករបស់គាត់គឺនៅក្នុងរឿង Itaewon Class បានលើកគាត់ទៅកម្រិតថ្មីមួយទៀតតួអង្គដែលមានស្មារតីយុត្តិធម៌ខ្ពស់និងមិនងាយបោះបង់បានធ្វើឲ្យអ្នកគាំទ្រជាច្រើនជាប់រូបគាត់ជាមួយនឹងតម្លៃសីលធម៌ផងដែរនេះបានបង្កើតបញ្ហាថ្មីមួយផ្សេងទៀតមនុស្សម្នាចាប់ផ្ដើមរំពឹងថាបេក្ខជនពិតជាត្រូវមានលក្ខណៈដូចតួអង្គរបស់គាត់គ្រប់ពេលជាមួយនឹងការល្បីល្បាញនេះការនិយាយអំពីទំនាក់ទំនងផ្ទាល់ខ្លួនក៏បានកើតឡើងផងដែរពេលសម្ដែងក្នុងរឿង What's Wrong with Secretary Kim រវាងគាត់និង Park Min Young បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសង្ស័យថាពួកគេអាចមានទំនាក់ទំនងពិតប្រាកដនៅក្រៅឆាកពាក្យចចាមអារ៉ាមបានរីករាលដាលយ៉ាងឆាប់រហ័សទោះបីជាអ្នកទាំងពីរបានបដិសេធយ៉ាងច្បាស់ក៏ដោយក៏មហាជននៅតែបន្តសន្និដ្ឋានតាមអ្វីដែលពួកគេឃើញនេះមិនមែនជា scandal ធំទេប៉ុន្តែវាជាចំណុចសំខាន់ដែលជីវិតផ្ទាល់ខ្លួនរបស់គាត់បានក្លាយជាការចាប់អារម្មណ៍សាធារណៈជំនួសឲ្យជាការរឿងឯកជនក្រៅពីនេះក្រុមមិត្តភក្តិល្បីៗរបស់គាត់ដែលគេហៅថា Wuga Squad រួមមាន V ពីក្រុម BTS, Park Hyun-sik, Choi Woo-sik និង Big Boy ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរអ្នកគាំទ្រចូលចិត្តភាពស្និទ្ធស្នាលរបស់ក្រុមនេះប៉ុន្តែអ្នកវិភាគខ្លះក៏បានចោទសួរអំពីឥទ្ធិពលការគាំទ្រគ្នានិងថាតើមិត្តភាពនេះមានឥទ្ធិពលលើជម្រើសអាជីពរបស់គាត់ដែរឬទេប៉ុន្តែការចាប់អារម្មណ៍ខ្លាំងរបស់មហាជនលើទំនាក់ទំនងនេះបានបង្ហាញថាជីវិតរបស់គាត់កំពុងត្រូវបានតាមដានយ៉ាងជិតស្និទ្ធការចង់ដឹងកាន់តែខ្លាំងបានកើនឡើងនៅពេលមានរូបថតពេលធ្វើដំណើរវិស្មការនិងការបង្ហោះលើបណ្ដាញសង្គមម្ដងម្កាលដែលបង្កឲ្យមានការពិភាក្សាថាតើមិត្តភាពទាំងនេះគ្រាន់តែជាការសប្បាយធម្មតាឬជាការតភ្ជាប់យុទ្ធសាស្ត្រនៅក្នុងវិស័យដែលមានការប្រកួតប្រជែងខ្លាំងបន្ទាប់មកក៏មានការលេចឡើងនៃពាក្យចចាមអារ៉ាមធំមួយទៀតក្នុងឆ្នាំ2023ដែលភ្ជាប់ឈ្មោះប៉ាក់សុជុនជាមួយតារាចម្រៀងនិង YouTuber So ទោះបីជាមិនមានការបញ្ជាក់ឬបដិសេធពីភាគីទាំងពីរក៏ដោយក៏ពាក្យចចាមអារ៉ាមនេះបានបង្កឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយអំពីព្រំដែនឯកជនរបស់តារាកូរ៉េអ្នកគាំទ្រខ្លះទាមទារឲ្យមានភាពច្បាស់លាស់ខណៈអ្នកផ្សេងទៀតការពារសិទ្ធិឯកជនរបស់គាត់អ្នកងាររបស់គាត់បានឆ្លើយតបយ៉ាងប្រុងប្រយ័ត្នដោយបញ្ជាក់ពីបំណងការពារជីវិតផ្ទាល់ខ្លួនជាជាងជំរុញឲ្យពាក្យចចាមអារ៉ាមកាន់តែរីករាលដាលការខ្វះចម្លើយច្បាស់លាស់នេះបានបង្កើតសំណួរថ្មីៗជាច្រើននិងធ្វើឲ្យការពិភាក្សាសាធារណៈលើសពីការចង់ដឹងធម្មតាទៅជាការពិចារណាអំពីរបៀបដែលតារាត្រូវរស់នៅក្រោមការតាមដានជាប់ជានិច្ចទោះបីជាគ្មាន scandal ណាមួយកើតឡើងពីពាក្យចចាមអារ៉ាមនេះក៏ដោយវាបានក្លាយជាចំណុចផ្លាស់ប្ដូរមួយដែលធ្វើឲ្យមហាជនមើលមកគាត់មិនត្រឹមតែជាតារាសម្ដែងទេប៉ុន្តែជាមនុស្សម្នាក់ដែលកំពុងព្យាយាមរកតុល្យភាពរវាងភាពល្បីល្បាញនិងជីវិតឯកជននៅពេលនោះការធ្វើដំណើរផ្សព្វផ្សាយស្នាដៃថ្មីរបស់គាត់ក៏នាំមកនូវបញ្ហាផ្សេងៗផងដែរក្នុងអំឡុងពេលផ្សព្វផ្សាយរឿង Concrete Utopia
មានឈុតខ្លីមួយដែលពាក់ព័ន្ធនឹងប៉ាក់ប៊ូយ៉ុងក៏បានទាក់ទាញការចាប់អារម្មណ៍ផងដែរវីដេអូខ្លីនោះត្រូវបានយកទៅវិភាគលើអ៊ីនធឺណិតអ្នកខ្លះយល់ថាជាអាកប្បកិរិយាមិនស្រួលប៉ុន្តែពេលបង្ហាញបរិបទពេញលេញវាបានបង្ហាញថាគ្រាន់តែជាការយល់ខុសតែប៉ុណ្ណោះហើយអ្នកទាំងពីរមានការគោរពគ្នាជាធម្មតាមកដល់ចំណុចមួយនេះគាត់មិនត្រឹមតែជាតារាសម្ដែងដែលមានទេពកោសល្យទេប៉ុន្តែក៏ក្លាយជាបុគ្គលម្នាក់ដែលពោរពេញដោយអាថ៌កំបាំងនិងភាពតាក់ទាញដែលមហាជនមិនអាចដកភ្នែកចេញបានសម្ពាធជុំវិញគាត់ចាប់ផ្ដើមផ្លាស់ប្ដូរពីការរំពឹងទុកផ្នែកអាជីពទៅជាការចូលលុកលុយក្នុងជីវិតផ្ទាល់ខ្លួនដែលបានកំណត់ដំណាក់កាលបន្ទាប់នៃអាជីពរបស់គាត់នៅពេលឈានចូលទីផ្សារពិភពលោកនៅពេលប៉ាក់សូជុនឈានចូលឆាកសកលអ្វីៗជុំវិញអាជីពរបស់គាត់បានផ្លាស់ប្ដូរទាំងស្រុងមានព័ត៌មានថាគាត់នឹងចូលរួមក្នុងរឿង The Marvel ការរំពឹងទុកបានកើនឡើងយ៉ាងខ្លាំងអ្នកគាំទ្រស្រមៃថាវានឹងក្លាយជាការចូល Hollywood ដ៏ធំមួយដែលបង្ហាញពីភាពមានអំណាចនិងវត្តមានខ្លាំងដោយតួអង្គក្នុងរឿងភាគដែលធ្វើឲ្យគាត់ល្បីនៅអាស៊ីប៉ុន្តែនៅពេលដែលរឿងនោះចេញផ្សាយធាតុពិតវាខុសពីការរំពឹងទុកយ៉ាងខ្លាំងតួអង្គរបស់គាត់មានតួនាទីតិចតួចបំផុតដែលបានបង្កឲ្យមានការពិភាក្សាយ៉ាងខ្លាំងជាងអ្វីដែលគេគិតអ្នកមើលខ្លះនៅកូរ៉េបានសួរថាតើតួនាទីបែបនេះសមស្របសម្រាប់តារាដែលមានកេរ្តិ៍ឈ្មោះដូចគាត់ដែរឬទេខណៈអ្នកផ្សេងទៀតបានមើលថាបើទោះបីវាជាតួនាទីតូចតាចក៏ដោយក៏វាជាជំហានសំខាន់ក្នុងការតំណាងតារាកូរ៉េនៅ Hollywood ដែរប៉ុន្តែការពិភាក្សាបានរំកិលចេញពីខ្លឹមសាររឿងទៅជាការរំពឹងទុកតើតារាកូរ៉េម្នាក់គួរត្រូវមានរូបរាងបែបណានៅលើឆាកអន្តរជាតិហើយតើតួនាទីត្រូវធំប៉ុណ្ណាទើបគ្រប់គ្រាន់សូម្បីតែការសម្រេចចិត្តតូចៗក៏ត្រូវបានពង្រីកអត្ថន័យយ៉ាងខ្លាំងដែលធ្វើឲ្យគាត់ស្ថិតក្រោមសម្ពាធថ្មីមួយដែលមិនធ្លាប់មានពីមុនមកឲ្យទោះបីជាមានសម្លេងរិះគន់ក៏អ្នកជំនាញក្នុងវិស័យនេះបានសរសើរថាគាត់មានភាពក្លាហានក្នុងការចូលរួមក្នុងទីផ្សារដែលពិបាកយ៉ាងខ្លាំងដូច Hollywood ប៉ុន្តែវាក៏បង្ហាញអំពីការពិតមួយថារាល់ជំហានដែលគាត់ធ្វើនៅលើឆាកសកលនឹងត្រូវបានពង្រីកការចាប់អារម្មណ៍ខ្លាំងជាងការងារនៅក្នុងប្រទេសរបស់គាត់ក្នុងបទសម្ភាសន៍មួយគាត់បានបង្ហាញអារម្មណ៍អំពីសម្ពាធនិងការភ័យខ្លាចថានឹងមិនអាចបំពេញតាមការរំពឹងទុករបស់មហាជនបានគ្រប់ពេលសូម្បីតែរឿងតូចតាចក៏ត្រូវបានវិភាគយ៉ាងខ្លាំងហើយទស្សនិកជនចាប់ផ្ដើមពិនិត្យគ្រប់ចលនារបស់គាត់នៅក្នុងព្រឹត្តិការណ៍សាធារណៈឈុតសម្ភាសន៍ត្រូវបានយកទៅបន្ថយល្បឿនហើយវិភាគយ៉ាងលម្អិតដើម្បីបកស្រាយអារម្មណ៍នៅក្នុងពាក្យនីមួយៗនៅពេលគាត់កាន់តែស្ងប់ស្ងាត់មនុស្សកាន់តែបំពេញភាពស្ងៀមស្ងាត់នោះដោយទ្រឹស្ដីផ្សេងៗភាពល្បីល្បាញបានផ្លាស់ប្ដូរពីការកោតសរសើរទៅជាការតាមដានយ៉ាងលម្អិតតែនៅពេលនោះមិត្តល្បីៗរបស់គាត់ក៏នៅតែតាក់ទាញការចាប់អារម្មណ៍ជាបន្តបន្ទាប់ពាក្យចចាមអារាមទាំងនេះមិនបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់គាត់ទេប៉ុន្តែវាបានបន្ថែមសម្លេងរំខានជុំវិញជីវិតរបស់គាត់ជាបន្តបន្ទាប់រាល់ការបង្ហោះលើបណ្ដាញសង្គមរាល់ការចូលរួមព្រឹត្តិការណ៍និងរាល់រូបថតពីសមកាលត្រូវបានយកទៅវិភាគជាសាធារណៈប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺការប្រែប្រួលក្នុងអារម្មណ៍មហាជនផងដែរអ្នកគាំទ្រចាប់ផ្ដើមកោតសរសើរភាពអត់ធ្មត់របស់គាត់នៅពេលសម្ពាធកាន់តែខ្លាំងគាត់កាន់តែជ្រើសរើសភាពស្ងប់ស្ងាត់ជំនួសការប្រឆាំងឬការឆ្លើយតបខ្លាំងៗទោះជាយ៉ាងណាភាពអត់ធ្មត់នេះក៏មានតម្លៃផ្ទាល់ខ្លួនផងដែរការរក្សាឯកជនភាពនៅក្នុងសម័យដែលមានការតាមដានគ្រប់ទីកន្លែងគឺជាការប្រយុទ្ធដែលតារាជាច្រើនមិនងាយយកឈ្នះបានភាពខុសគ្នារវាងមនុស្សពិតដែលស្ងប់ស្ងាត់និងតួអង្គលើអេក្រង់ដែលមានភាពក្លាហានបានបង្កើតចម្ងល់ក្នុងចិត្តអ្នកមើលថាតើគាត់ជានរណាពិតប្រាកដអ្នកខ្លះបានដាក់ការរំពឹងទុកផ្ទាល់លើខ្លួនគាត់ខណៈអ្នកផ្សេងទៀតមើលគាត់តាមរូបភាពដែលពួកគេបានស្រមៃឡើងវិញទោះជាយ៉ាងណាក៏ដោយភាគច្រើននៃបញ្ហាដែលគាត់ជួបប្រទះមិនមែនកើតពីអំពើអាក្រក់ទេប៉ុន្តែកើតពីការយល់ឃើញការសន្និដ្ឋាននិងសម្ពាធនៃភាពល្បីល្បាញទូទាំងពិភពលោកគាត់ក្លាយជានិមិត្តរូបនៃភាពជោគជ័យនិងការរំពឹងទុកក្នុងពេលតែមួយមកដល់ឆ្នាំ2026ប៉ាក់សូជុនស្ថិតនៅចំណុចកណ្ដាលដ៏សំខាន់មួយទេពកោសល្យរបស់គាត់ត្រូវបានគេគោរពខ្ពស់ជាងមុនទស្សនិកជនទូទាំងពិភពលោកឱកាសការងារក៏កាន់តែទូលំទូលាយចា៎ហើយនេះគឺជារឿងពិតរបស់ប៉ាក់សូជុនតើបងប្អូនគិតដូចម្តេចដែរអំពីករណីនេះសូមជួយបញ្ចេញមតិយោបល់របស់បងប្អូនខាងក្រោមវីដេអូនេះម្នាក់មួយផងហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយចេតនាក្តីឬអចេតនាក្តីប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច like comment subscribe ដើម្បីបានវីដេអូថ្មីៗបន្តទៀតហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅថ្ងៃស្អែកសូមអរគុណសូមជម្រាបលា